ស្ដាប់រឿងព្រេងគេងលក់ស្រួលនិទានរឿងព្រេងខ្មែរភាគទី44រឿងទី1រឿងវត្តបញ្ញាជីនៅខេត្តកំពង់ធំនៅក្នុងឃុំត្បូងក្រពើស្រុកកំពង់ស្វាយខេត្តកំពង់ធំមានភូមិមួយឈ្មោះថាភូមិបញ្ញាជីនៅចំកណ្ដាលភូមិនោះមានវត្តមួយហៅថាវត្តបញ្ញាជីបានជាវត្តនោះឈ្មោះបញ្ញាជីព្រោះឈ្មោះនោះកើតពីសាមណេរមួយអង្គជាជីមានបញ្ញានៅវត្តនោះដូចមានសេចក្តីរៀបរាប់ដូចតទៅនេះនៅក្នុងសម័យដែលប្រាក់សុទ្ធក្រក្រៃលែងគឺក្នុងសម័យដែលខ្មែរយើងប្រើកសិពន្ធឬសំណនៅឡើយកាលនោះមានពួកចាមខ្មែរឥស្លាមមួយក្រុមជាឈ្មួញជួញគោចូលទៅខេត្តកំពង់ធំដើម្បីរកទិញគោក្របីនាំយកទៅលក់នៅដែនដីកូសាំងស៊ីនលុះធ្វើដំណើរមកដល់វត្តនោះដែលទើបនឹងចាប់ផ្ដើមកសាងថ្មីពុំទាន់មាននាមវត្តនៅឡើយពួកចាមក៏នាំគ្នាចូលទៅសុំសំណាក់នៅក្នុងវត្តនោះនៅពេលប្រលប់កូនសិស្សរបស់លោកចៅអធិការក៏ដឹកគោឈ្មោលកំរាវមួយនឹមដែលមានសម្បុរនិងរាងរើល្អលើសគោឯទៀតមកចងក្រោមកុដិក្បែរសាលាដែលពួកចាមសំណាក់នៅពេលនោះពួកចាមកំពុងដណ្ដាំបាយស្លក៏លេចឃើញគោលោកគ្រូមេវត្តក៏ស្រឡាញ់ហើយនឹកគិតថាបើទិញគោនេះបានពីលោកគ្រូមេវត្តនោះទៅអញមុខជាបានចំណេញប្រាក់មួយណែនជាស្រេចគិតដូច្នេះហើយមេឈ្មួញម្នាក់ក៏ដើរទៅកាន់កុដិលោកគ្រូមេវត្តដើម្បីនិយាយទិញគោនោះលុះចូលទៅដល់ក៏អង្គុយបត់ជើងថ្វាយបង្គំលោកតាមទំនៀមទម្លាប់ខ្មែរហើយនិយាយសរសើរស្នះស្នាខ្មែរថាព្រះសង្ឃគ្រប់វត្តមានព្រះទ័យករុណាដល់អ្នកដំណើរណាស់មិនប្រកាន់ថាសាសនាអ៊ីស្លាមឬក៏ជាសាសនាណាទេខ្ញុំព្រះករុណាបានជីជ្រុលកើតក្នុងសាសនាអ៊ីស្លាមទៅហើយប្រសិនបើកើតមកជាខ្មែរខ្ញុំប្រហែលជាបួសមួយជីវិតដូចលោកគ្រូជាមិនខានលោកគ្រូមេវត្តពុំបានជ្រាបនៅពាក្យបញ្ជោលើកជើងរបស់ឈ្មួញនោះសោះក៏ឆ្លើយថាល្អមែនសាសនាខ្មែរហើយមានព្រះភ័ក្ត្រញញឹមពព្រាយហាក់ដូចជាសប្បាយក្នុងព្រះរាជហឫទ័យណាស់ដោយសារបានឮសម្ដីរបស់ពួកឈ្មួញនោះសរសើរយូរម្ដងលោកឆ្លើយថាចម្រើនពរញោមពិតមែនហើយខ្មែរយើងជាសាសនាល្អណាស់ពួកឈ្មួញទាំងនោះយល់ថាលោកគ្រូចាប់ព្រះទ័យនឹងសម្ដីរបស់ខ្លួនហើយក៏បាននិយាយថាពេលក្រោយបើខ្ញុំព្រះករុណាចូលមកទិញគោក្របីនៅក្នុងស្រុកនេះមួយលើកទៀតខ្ញុំព្រះករុណានឹងទិញល័ក្ខសម្រាប់ជ្រលក់ជីវរស្បង់ប្រគេនលោកជាមិនខានលោកគ្រូថាអាត្មាអរណាស់ព្រោះនៅស្រុកស្រែពុំសូវសម្បូរល័ក្ខទេពួកចាមផ្ដើមនិយាយតទៅទៀតថាសុំទោសលោកគ្រូគោដែលលោកគ្រូចងនៅក្រោមកុដិសូមទុកដាក់ឲ្យខ្ញុំព្រះករុណាមកកុំទុកធ្វើអ្វីលោកគ្រូរកពីកូនសិស្សឯទៀតគង់តែបានទេជាវយកបច្ច័យសម្រាប់កសាងវត្តទៅខ្ញុំព្រះករុណាប្រគេនព្រះអង្គ10បាតលោកគ្រូគិតថាគោរកទៀតបានហើយគោនេះជាគោរបស់សិស្ស
គេប្រគិនតទេផងឥឡូវពួកឈ្មួញគេឲ្យថ្លៃដល់10 បាតគួរណាស់ហើយព្រោះគ្មាននរណាហ៊ានឲ្យថ្លៃជាងនេះទៀតទេគិតស្រេចហើយលោកគ្រូក៏មានពុទ្ធដីកាថាចម្រើនពរញោមមិនអីទេអាត្មាទុកដាក់ឲ្យដង្ខៅបានចាមនោះត្រេកអរណាស់ក៏ដកប្រាក់2 រៀលគត់ឲ្យលោកគ្រូក៏មានចិត្តត្រេកអរណាស់ដែរដោយគិតថាមុខជាបានប្រាក់នេះមកកសាងវត្តហើយចាមនិយាយនឹងលោកគ្រូមេវត្តថាសន្យា7 ថ្ងៃទៀតខ្ញុំព្រះករុណានឹងវិលមកយកគោហើយនឹងប្រគេនបច្ច័យគ្រប់ចំនួនព្រោះត្រូវការធ្វើដំណើរទៅមុខទៀតក្រោយថ្ងៃដែលពួកចាមនោះចេញផុតពីវត្តមួយថ្ងៃទៅជួនជាថ្ងៃសិលពួកឧបាសកឧបាសិកាជើងវត្តបានមកជួបជុំគ្នានៅក្នុងទីវត្តនោះលោកគ្រូមានពុទ្ធដីកាថាអាត្មាជាវគោឲ្យទៅចាមហើយតម្លៃ10 បាតវាបញ្ចាំ2 បាតនៅខ្វះ8 បាតទៀតវានឹងមកយកគោប្រគល់ទាំងប្រាក់ឲ្យគ្រប់ចំនួនអាត្មាជាវនេះបានថ្លៃណាស់ព្រោះត្រូវការប្រាក់យកមកសាងសង់វត្តឧបាសកឧបាសិកាបន្ទោសលោកគ្រូថាលោកគ្រូម្ចាស់គិតនេះខុសហើយគោនេះស្អាតណាស់មិនគួរលក់តម្លៃប៉ុណ្ណឹងនោះបើលក់បែបនេះតើលោកគ្រូបានគោពីណាមកទៀតពេលនោះលោកគ្រូចៅអធិការមិនចេញវាចាមួយម៉ាត់សោះនឹកថាអញខុសមែនហើយម្លោះហើយក៏មួម៉ៅក្នុងចិត្តថាអញធ្លាប់តែស្ដីបន្ទោសឲ្យគេពេលនេះគេតេះដៀលគំនិតអញវិញបានលុះដល់ពួកឧបាសកឧបាសិកាត្រឡប់ទៅផ្ទះវិញលោកគ្រូមេវត្តចូលទៅក្នុងបន្ទប់ចាក់សោចិត្តមិនចេញមកក្រៅសោះព្រះសង្ឃក្នុងវត្តមានសេចក្តីព្រួយបារម្ភគ្រប់ព្រះអង្គពេលនោះមានសាមណេរមួយអង្គមានបញ្ញាវៃឆ្លាតជាសិស្សសំណប់របស់លោកគ្រូធំបានទូលព្រះសង្ឃថាខ្ញុំព្រះករុណាមានឧបាយមួយអាចនឹងពុទ្ធដីកាទូលលោកគ្រូកុំឲ្យខ្ញាល់បានព្រះសង្ឃឯទៀតក៏ព្រមឲ្យសាមណេរនោះធ្វើឧបាយកលកុំឲ្យលោកគ្រូខ្ញាល់តមកសាមណេរនោះក៏ចូលទៅគោះទ្វារទូលលោកគ្រូថាសូមព្រះតេជគុណនិមន្តមកឆាន់ចុះបើខ្លាចពួកចាមមកទាគោខ្ញុំព្រះករុណានឹងមានឧបាយកុំឲ្យវាយកគោបានតែសូមព្រះតេជគុណព្រះគុណនិមន្តទៅទីឆ្ងាយយកទាំងគោទៅជាមួយផងទុកឲ្យពួកចាមមកតទល់នឹងខ្ញុំព្រះករុណាចុះលោកគ្រូបានជ្រាបថាគំនិតនេះត្រូវក៏បើកទ្វារបន្ទប់និមន្តចេញទៅវត្តឯទៀតហើយយកគោទៅទុកកន្លែងផ្សេងលុះគ្រប់7 ថ្ងៃចាមមកដល់ចូលទៅរកលោកគ្រូសាមណេរនោះនិយាយទៅកាន់ចាមនោះថាលោកគ្រូមានការនិមន្តទៅវត្តដទៃទៀតហើយតើថៅកែមានការអ្វីចាមថាខ្ញុំព្រះករុណាមកយកគោដែលលោកគ្រូលក់ឲ្យពីថ្ងៃមុនសាមណេរនោះប្រាប់ថាយកចុះតែសូមប្រគល់ប្រាក់ឲ្យតែគ្រប់ចំនួនមកចាមរាប់ប្រាក់8 រៀលប្រគេនសាមណេរថាទេកាលលោកគ្រូនិយាយថា10 បាតនោះគឺវល់សាច់ប្រាក់ពេញ10 បាតដែលលោកសង់ដាក់ចង្ហាន់មិនមែន10 បាតប្រាក់រៀលនោះទេលុះតែថៅកែវល់ប្រាក់ពេញ10 បាតលោកទទួលយកចាមប្រកែកថាមិនមែនទេខ្ញុំព្រះករុណានិយាយនឹងលោកគ្រូថា10 បាតគឺ10 រៀលនេះហើយឥឡូវនៅខ្វះ
8 រៀលទៀតសាមណេរថាយកសាច់ប្រាក់បកវល់នឹងបាតលោកបណ្ឌិតបើបានទើបបានអាត្មាប្រមពុំមែន1 បាតគិត1 រៀលទេប្រាក់ត្រឹម10 រៀលធ្វើម្ដេចនឹងយកទៅសាងវត្តបានបើថៅកែពុំវល់ប្រាក់នឹងបាតឲ្យលោកទេអាត្មាក៏ពុំព្រមឲ្យគោដែរឯប្រាក់2 រៀលដែលកក់នោះអាត្មាសុខចិត្តចេញជំនួសលោកគ្រូណែយកទៅចុះប្រាក់2 រៀលពួកចាមទល់គំនិតឥតមានអ្វីជជែកតទៅទៀតក៏នាំគ្នាចុះពីលើកុដិធ្វើដំណើរទៅកាលបើចាមចេញផុតពីវត្តហើយសាមណេរនោះក៏ទៅនិមន្តលោកគ្រូមកវិញទូលតាមដំណើររឿងឯលោកគ្រូក៏និមន្តមកកាន់វត្តវិញហើយមានសេចក្តីកោតសរសើរដល់ប្រាជ្ញាសាមណេរនោះជាច្រើនបន្ទាប់មកក៏ឈប់ហៅសាមណេរនោះថាលោកនេនទៅជាហៅថាជីមានបញ្ញាជីមានបញ្ញាទៅវិញឯអ្នកស្រុកជិតខាងហៅយាមកคล้ายថាបញ្ញាជីបញ្ញាជីហើយវត្តថ្មីនោះគេក៏ដាក់ឈ្មោះថាវត្តបញ្ញាជីជាប់រហូតមកដល់សព្វថ្ងៃនេះព្រោះមានទំនៀមខ្មែរថាបុរសណាមួយបានបួសជាបុព្វជិតអ្នកស្រុកពុំហ៊ានហៅអាមឹងឡើយបើអ្នកបួសជាសាមណេរគេហៅថាលោកនេនជាភិក្ខុគេហៅថាភិក្ខុបើសឹកពីនេនឬភិក្ខុគេហៅថាបណ្ឌិតដែលក្លែងមកជាអន្តិតនោះឯងហើយជាពិសេសទៅទៀតគឺសឹកពីនេនគេហៅថាជីគឺភិក្ខុដែលគេហៅថាអ្នកចប់រឿងវត្តបញ្ញាជីនៅខេត្តកំពង់ធំតែត្រឹមនេះរឿងទី2រឿងភ្នំសន្ទុកនៅខេត្តកំពង់ធំចាស់បានដំណាលតគ្នាមកថាកាលពីព្រេងនាយនៅស្រុកសន្ទុកខេត្តកំពង់ធំសពថ្ងៃនេះមានស្ដេចមួយព្រះអង្គមានព្រះអគ្គមហេសីព្រះរាជបុត្រស្រីស្នំក្រមការសេនាទាហាននិងនាម៉ឺនសពមុខមន្ត្រីជាច្រើនស្ដេចទ្រង់មានព្រះរាជបញ្ជាឲ្យឆ្ការព្រៃមួយកន្លែងសង់ប្រាសាទព្រះរាជវាំងនិងគុកគុហានៅទីនោះគ្រប់ទីសង់ប្រាសាទនោះជាប់ឈ្មោះថាភូមិប្រាសាទរហូតមកដល់សពថ្ងៃនេះលុះសង់ប្រាសាទនោះរួចហើយទ្រង់ត្រាស់បង្គាប់ឲ្យគេកាប់ឆ្ការព្រៃមួយកន្លែងទៀតឈៀងខាងជើងខាងលិចប្រាសាទនោះធ្វើទីសម្រាប់ស្រីស្នំមានកំពែងព័ទ្ធជុំវិញទីនោះជាប់មានឈ្មោះថាភូមិវាំងរហូតមកដល់សពថ្ងៃនេះលុះធ្វើព្រះរាជវាំងហើយទ្រង់ត្រាស់បង្គាប់ឲ្យគេកាប់ឆ្ការព្រៃមួយកន្លែងទៀតនៅខាងលិចប្រាសាទសង់ឃ្លាំងសម្រាប់ដាក់ព្រះរាជទ្រព្យសឹងមានគល់សកប់នៅក្នុងដីរហូតដល់សពថ្ងៃនេះជាភ័ស្តុតាងស្រាប់ទីនោះជាប់ឈ្មោះថាភូមិសង់ឃ្លាំងតែក្រោយពីនោះយូរមកគេហៅថាភូមិតាំងក្រសាំងទៅវិញដែលសពថ្ងៃរាជការតាំងទីសាលាស្រុកសន្ទុកនៅទីនោះតាមរឿងនោះដំណាលថាកាលនោះព្រះរាជាបានត្រាស់បង្គាប់ឲ្យធ្វើកន្លែងមួយទៀតនៅខាងលិចឈៀងខាងត្បូងភូមិតាំងក្រសាំងសម្រាប់លំនៅពួកអ្នកងារចាំបក់ថ្វាយស្ដេចទីនោះជាប់ឈ្មោះថាភូមិចាំបក់រហូតដល់សពថ្ងៃនេះនៅខាងលិចឈៀងខាងត្បូងភូមិចាំបក់នោះមានបឹងមួយធំជាកន្លែងដែលព្រះរាជាតែងនាំព្រះអគ្គមហេសីនិងព្រះរាជបុត្រព្រះស្នំព្រមទាំងពលរេទៅក្រសាលសប្បាយដោយការចាប់ត្រីរើសខ្យងដកប្រលិតបេះត្រកួនជាក្រយ៉ាស្ងោយថ្ងៃមួយព្រះរាជបុត្រីទ្រង់យាងទៅក្រសាលទីនោះមិនស្រួលព្រះតីទ្រង់ព្រះកន្សែងពួកស្រីស្នំក៏ច្រៀងបំពេបីបមថ្នាក់ថ្នមបបោសអង្អែលទីនោះជាប់ឈ្មោះហៅថា
bằng bom pê nâng bằng chọn một đò sọp ngày nỉ nơi khang đam nơi khang chương bằng bom pê nu miền phnom mùi hơi tha phnom thom sạc chào phnom bên chung phnom tiếng nu chuột khnia chia ti con lai đai bê chia truông nom bê kẹm hai xây lang từ cờ xa bê plai chư miền plai sọ cung plai phnom phèn plai pring plai pruk plai prơ plai pnư plai bong cư plai sê mòn plai chương chạm nâng plai chư ai tiết chia tràn đòi đầy sập bài đi kia cày lên ngày mùi bê chia truông nom bê kẹm hai xây prom tiếng bê bột từ cờ xa nơi chương phnom nu bê rê bột truông bê chôn chia khlang bê ong cung nơi lơ phnom nu phnom ban truông chặt oi kê cha bê mùi ăn lơ thưa chia bê phun lia hàng chương phnom hai con nom bần đa bê kẹm hai xây bê bột nâng xây snom prom tiếng bồ rê chốc bì lơ phnom nu tam phơi trong khang lệch một xong chót chụp xong ra không prey mùi tì nụ chụp một hà phùm bắn đỏ to một ta sập ngày kê hơi dìa một hà phùm cọt cọt từ bình bắn top một prey chia nom prey bọt một cung nơi prey pun lia đại thưa nơi trường phnom nu trung ban rọc pet mò một chia ba prey rok prey bọt mình bàn thuê pro hai sọ con tai tuột bay chia miên ao sọt nâng pet mò giang pu kè chia ba giang na cọt đòi có prech bọt nu nơi tai mình bàn chia sran lòi rất tai pro chuôn khlang lang đò rap đò ọ prech chun mia nơi tì nu prech chia nâng prech kẹm hai xây trung prech con sành sấy snom nâng pu pore tiếng dùng sao cục khnia bề rê chia trung chặt chạy thưa bị thi chia bận cách chia ao la đất nơi tì nụ tì chương phnom đai bề chia thưa bề pun lia thai rạ xa bề rô bề bọt lúc đó bề chuân a son nu chụp một hà phnom a son miền tục to một cái hai dìa một hà phnom son tục nâng phùm sân tục từ vinh một đò sọc ngày nì rồi bê đai bê chia nâng bê hạ kẹm hai xây trung miền tục chia tùm nguồn trung chênh bê đâm na cha tì nụ từ chụp xong chót nơi một từng sàn đam bay lùm hai bê riết hạ tây rung đỏ tục tại mình đôi này bài chia đất tại cả tục tuôn làng kia nụ sam nê mùi ông ban nị môn từ chùa bề chia nơi tì nụ lúc ban khơi bề chia nâng bề kẹm hai xây soi tục chia tùm nguồn đôi chân này ban thoai bề bò xua bề chia có trung thay xây đầy tục ông pi bề cho bọt đai rồi lột khăn từ nụ tuốt bay sam nê ban ati bài pun yul thọ ắt on giang na có bề chia nâng bề kẹm hai xây nơi tai mình bật sạch đây vinh dục sọ sao nụ lòi sa mà nê chia bường nụ có thoai bề phơ thà ba bề ong trong khơi như bề bọt bề ong xôm trung ao chiêng dọc mà sao rư đây một sồn thưa bề rụp bề bọt tục gron tuột lồng hai bề tây rung đỏ tục bề chia ban lư bề potica lục sa mà nê nụ hoi có miền bề hạ tây trây o trung chặt ao chiêng thưa sông na bề rụp bề bọt tục nơi bề mùi lúc bề rụp bề bọt thưa ruột hoi bề chia trung tọt trung sọc bề hạ tây có trung ban sran tục sau nụ đôi xa tọt sông na bề rụp bề bọt chia đầm nàng con lại đại thưa bề rụp bề bọt nụ miền một hà phùm sông na một đò sọc ngày nì rồi một bề chia trung ban nom bề kẹm hai xây nâng xây nom phụ pol rê tiếng từ cờ xa tì mùi khang trường tì đâm col bề rụp sông na nụ trung ban khơi chân ba cờ pơ
មួយធំដែលស្លាប់យូរយារណាស់មកហើយនៅទីនោះទីដែលព្រះអង្គទ្រង់ទតឃើញក្បាលក្រពើនោះជាប់ឈ្មោះថាភូមិត្បូងក្រពើដរាបដល់សពថ្ងៃនេះចប់រឿងភ្នំសន្ទុកនៅខេត្តកំពង់ធំតែត្រឹមនេះរឿងទី3រឿងក្រពើអាធន់នៅស្រុកសម្បូរខេត្តក្រចេះសម័យដែលទីក្រុងតាំងនៅឧដុង្គនៅស្រុកសម្បូរខេត្តក្រចេះមានចៅអធិការវត្តមួយអង្គជាអ្នកប្រតិបត្តិរៀននៅវិជ្ជាមន្តអាគមហើយជាអ្នកចេះចិញ្ចឹមសត្វក្រពើផងឯចំណេះរបស់លោកគ្រូចៅអធិការដែលចិញ្ចឹមក្រពើនោះធ្វើឲ្យមានឈ្មោះល្បីល្បាញណាស់ក៏ប៉ុន្តែចំណេះនោះបែរជាបណ្ដាលឲ្យមានសេចក្តីអន្តរាយដល់រូបលោកទៅវិញលោកគ្រូចៅអធិការនោះចិញ្ចឹមក្រពើមួយទុកដូចជាកូនសិស្សរបស់លោកក្រពើនោះនៅក្នុងទន្លេមេគង្គជាទន្លេដែលប្រកបដោយមានជម្រៅជ្រៅមានត្រីច្រើនលោកឲ្យឈ្មោះក្រពើនោះថាអាធន់ដោយលោកស្រឡាញ់ក្រពើនោះពេកលោកចូលចិត្តគង់នៅលើថ្មនៅមាត់ច្រាំងទន្លេស្រែកហៅអាធន់ឲ្យមកលេងសប្បាយជាមួយលោកអាធន់បានឮពុទ្ធដីកាលោកគ្រូចៅអធិការកាលណាក៏ប្រញាប់ប្រញាល់មកថ្វាយបង្គំលេងកំសាន្តសប្បាយជាមួយលោកគ្រូជារឿយហើយវាតាំងកិរិយាសុភាពនិងថឹងចំពោះភិក្ខុសង្ឃទាំងអស់និងអ្នកស្រុកទាំងអម្បាលម៉ានដែលនៅជិតខាងវាសម័យកាលមួយព្រះមហាក្សត្រទ្រង់គង់នៅឧដុង្គទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គទ្រង់ប្រឈួនជាខ្លាំងដោយទ្រង់ស្រឡាញ់ព្រះរាជបុត្រីខ្លាំងពេកខ្លាំងឥតឧបមានោះព្រះអង្គខ្សឹកខ្សួលតក់ស្លុតស្មារតីជាពន្លឹកហើយទ្រង់បានជ្រើសរើសរកពេទ្យម៉ដែលមានឫទ្ធិពូកែល្បីអស្ចារ្យមកព្យាបាលបុត្រីព្រះអង្គក៏ប៉ុន្តែគ្មានគ្រូពេទ្យម៉ឯណាអាចជួយរំលែកទុក្ខព្រះរាជបុត្រីបានឡើយដោយហេតុនេះបានជាព្រះមហាក្សត្រទ្រង់ឲ្យទៅនិមន្តព្រះចៅអធិការវត្តសម្បូរដែលមានឈ្មោះពូកែល្បីជាងគ្រូពេទ្យឯទៀតមកព្យាបាលការធ្វើដំណើរតាមទន្លេមេគង្គដោយកប៉ាល់ពីស្រុកសម្បូរទៅឧដុង្គក្នុងសម័យឥឡូវចំណាយពេលតែ2ថ្ងៃទេតែក្នុងសម័យដែលទីក្រុងតាំងនៅឧដុង្គនោះគេធ្វើដំណើរដោយទូកជាយូរថ្ងៃព្រោះទន្លេនោះមុនពេលទៅដល់ក្រចេះមានទឹកហូរស្រួលល្អទេតែពីក្រចេះឆ្លងទៅទឹកហូរខ្លាំងនិងមានថ្មស្រួចដុះនៅពប្រាស់មាត់ទឹកដោយអន្លើនាំឲ្យការធ្វើដំណើរមានការពិបាកយ៉ាងខ្លាំងលោកគ្រូចៅអធិការនិមន្តមកព្យាបាលព្រះរាជបុត្រីព្រះរាជបុត្រីក៏បានស្រាកស្បោយជំងឺធូរគ្រាន់បើតែព្រះមហាក្សត្រទ្រង់ពុំអនុញ្ញាតឲ្យលោកគ្រូចៅអធិការវិលទៅវិញភ្លាមទេទ្រង់ឲ្យលោករងចាំថែជំងឺព្រះរាជបុត្រីត្រាតែជាស្រឡះមែនទែនសិននិយាយអំពីអាធន់ដែលនៅស្រុកសម្បូរវាទន្ទឹងមើលផ្លូវលោកគ្រូរបស់វាជាយូរខែថ្ងៃពុំឃើញវិលត្រឡប់មកវិញសោះវាកើតមានសេចក្តីស្រងោតស្រងាត់នឹករលឹកដល់លោកគ្រូវាជាអាណែកថ្ងៃមួយវាព្រួយចិត្តខ្លាំងពេកក៏ហែលចេញពីទីលំនៅរបស់វាតាមដងទន្លេមេគង្គឆ្ពោះទៅតាមរកលោកគ្រូវានៅឧដុង្គវាធ្វើដំណើរពីស្រុកសម្បូរដល់ឆ្លងគ្មានជួបប្រទះនឹងសត្រូវឬគ្មានអន្តរាយអ្វីដល់ខ្លួនវាសោះឡើយប៉ុន្តែវាទៅដល់ភ្នំមួយឈ្មោះថាភ្នំសុពណ៌កាលីវាបានជួបនឹងក្រពើមួយជាក្រពើសាហាវក្លាហានឆ្លៀនពៀនណាស់ដោយក្រពើនោះក្រើក្រោតនឹងអាធន់ដែលហែកាត់លំនៅរបស់វាក៏រករឿង
រៀលដាលឆ្លោះប្រកែកគ្នាប៉ុន្តែដោយអាធន់មានភារកិច្ចរស់រាន់ទៅជួបនឹងលោកគ្រូវាក៏ដោះដៃរត់ចេញពីក្រពើកំណាចនោះទៅវាក៏តាំងចិត្តថាចាំថ្ងៃក្រោយសំអញមករករឿងសងសឹកនឹងអដេរឆាននេះវិញអាធន់ក៏ទៅដល់កំពង់ហ្លួងគ្មាននរណាឃើញវាសោះវាខំប្រុងប្រៀបលាក់ខ្លួនពួនអាត្មាមិនឲ្យអ្នកស្រុកឃើញវាឡើយព្រោះវាយល់ឃើញថាបើអ្នកស្រុកឃើញវាមកតែភ័យខ្លាចផ្អើលរត់ចោលដៃទន្លេសាបអស់ហើយវាព្រួយបារម្ភក្រែងរកលោកគ្រូវាពុំឃើញដោយលោកគ្រូវាហើយនឹងវាខុសភេទគ្នាឆ្ងាយណាស់ទាំងការចិញ្ចឹមជីវិតក៏ខុសគ្នាទៀតប៉ុន្តែលុះវាចិញ្ចឹមគិតទៅវាក៏តាំងចិត្តថាត្រូវអញលាក់ខ្លួនពួនអាត្មានៅក្នុងទីនេះសិនចុះដើម្បីឆ្លៀតឆ្លបលបមើលលោកគ្រូក្រែងលោកចុះមកកំសាន្តក្បែរមាត់ច្រាំងតាមចំណាំរបស់លោកគ្រូដូចពីកាលមុនមកមិនយូរប៉ុន្មានលោកគ្រូចៅអធិការក៏និមន្តចុះមកមាត់ច្រាំងទន្លេទៅនៅលើផែមួយឯអាធន់កាលបើមើលឃើញលោកគ្រូវាហើយវាក៏បណ្ដែតខ្លួនមកលើទឹកឲ្យលោកគ្រូវាឃើញលោកគ្រូចៅអធិការកាលបើក្រឡេកឃើញវាហើយក៏ផ្លត់មាត់ស្រែកថាយីអាធន់ចៅតាទៀតតើអាធន់មិនបងអង្គយូរក៏យកមាត់វាទៅបំបក់ផែនោះដែលលោកគ្រូគង់ហើយត្រកងលោកគ្រូដាក់លើខ្នងវានាំយកទៅដោយវានឹកថាលោកគ្រូអញគ្មានព្រះតីប្រាថ្នានឹងវិលទៅលំនៅឋានវិញទេនោះក៏ត្រូវតែអញនាំលោកទៅអោពុទ្ធើអើយលោកគ្រូចៅអធិការនោះលុះបានទៅដល់ស្រុកសម្បូរក៏បាត់បង់ជីវិតលោកក៏បាត់បង់ជីវិតនៅពេលដែលអាធន់នាំលោកគ្រូវាទៅពុំទាន់ដល់ភ្នំសុពណ៌កាលីវាខំប្រុងប្រយ័ត្នការពារលោកគ្រូវាមិនឲ្យជ្រមុជទឹកសោះវាហែលសើនៅលើទឹកលុះដល់ភ្នំសុពណ៌កាលីវាជួបនឹងបច្ចាមិត្តវាដែលរករឿងប្រយុទ្ធជាមួយវាកាលពីថ្ងៃមុនដូចពណ៌នាមកហើយនោះដោយសេចក្តីគុំគួនប្រណាំងប្រជែងនៅជាប់ដិតក្នុងចិត្តសត្វទាំងពីរពុំចេះអស់ពុំចេះហើយក៏នាំឲ្យកើតជំលោះឆ្លោះគ្នាជាថ្មីម្ដងទៀតសត្វទាំងពីរក៏តាំងប្រយុទ្ធគ្នាក្នុងខណៈនោះភ្លាមមុននឹងប្រយុទ្ធគ្នាអាធន់គិតថាបើអញប្រយុទ្ធជាមួយនឹងក្រពើនេះពេលអញគេចចុះគេចឡើងលោកគ្រូអញនឹងធ្លាក់ចូលទៅក្នុងទឹកសំជាលោកគ្រូអញនឹងធ្លាក់ពីលើខ្នងអញចុះទៅបាតទន្លេហើយបើដូច្នេះតើអញគិតយ៉ាងណានឹងរត់ភៀសខ្លួនកុំឆ្លោះនឹងអាកំណាចនេះឬដូចម្ដេចសញ្ជឹងគិតទៅគិតមកទៅអាធន់មានគំនិតមួយថាទេគំនិតនេះខុសទេធ្វើបែបនេះជាការនាំឲ្យបរាជ័យដល់វត្តសម្បូរពេកអញត្រូវតែប្រយុទ្ធច្បាំងនឹងអាចង្រៃនេះឲ្យវាដឹងខ្លួនថាតែកាលណាអាណាមួយហ៊ានតតាំងនឹងក្រពើលោកគ្រូចៅអធិការវត្តសម្បូរហើយអានោះឯងមុខជាអន្តរធានខ្លួនពុំលែងឡើយហើយវាគិតឃើញយ៉ាងដូចនេះទៀតថាអញត្រូវតែយកលោកគ្រូអញលាក់ចូលទៅក្នុងពោះអញសិនអាធន់គិតដូច្នេះហើយក៏ហាមាត់លេបលោកគ្រូវាលាក់ទុកក្នុងពោះវាបាត់ទៅលុះលាក់លោកគ្រូរួចស្រេចបាច់ហើយទើបវាប្រយុទ្ធនឹងបច្ចាមិត្តរបស់វាមិនយូរប៉ុន្មានអាធន់ក៏បានជ័យជំនះលើក្រពើជាសត្រូវហើយអាធន់ក៏ធ្វើដំណើរតទៅទៀតទាល់តែដល់ស្រុកសម្បូរបណ្ដាភិក្ខុសង្ឃនៅក្នុងវត្តនោះវេលាដែលឃើញអាធន់ទៅដល់ក៏នាំគ្នារត់ម្នីម្នាមកទទួលអាធន់ក៏វាឡើងទៅលើគោក
នៅចំកណ្ដាលភិក្ខុសង្ឃទាំងឡាយហើយក៏ជាលោកគ្រូវាចេញពីក្នុងពោះវាមកពុទ្ធើអើយពេលនោះលោកគ្រូបាត់វិញ្ញាណទៅហើយคล้ายទៅជាខ្មោចសុទ្ធសាធឃើញអាការៈវិនាសដូច្នេះហើយភិក្ខុសង្ឃគ្រប់គ្នាស្រែកទ្រហោយំទ្រហឹងអើងកងស្ដាយស្រណោះលោកគ្រូចៅអធិការហើយក៏បន្ទោសទៅអាធន់ថាឯងនេះអាក្រក់ណាស់ហ៊ានសម្លាប់លោកគ្រូឥតពិចារណាអាធន់នឹកថាអោអញអើយអញស្មានថាពោះអញអាចលាក់លោកគ្រូអញឲ្យរួចពីសេចក្តីអន្តរាយបានឥឡូវនេះបែរត្រឡប់ទៅជាភ្នោសម្រាប់កប់លោកគ្រូអញទៅវិញអោគំនិតអ្វីក៏ថយថោកដល់ម្លេះអាធន់នឹកទៅពេញហៅស្ដាយលោកគ្រូវាណាស់តែពុំដឹងធ្វើម៉េចឲ្យលោកគ្រូវាមានជីវិតឡើងវិញវេលាគេរៀបបូជាសពលោកគ្រូចៅអធិការអាធន់មានសេចក្តីអៀនខ្មាស់ជាខ្លាំងហើយនឹកថាអពមង្គលដែលនាំឲ្យលោកគ្រូអញដល់នៅសេចក្តីវិនាសយ៉ាងនេះមកពីហេតុអ្វីសញ្ជឹងគិតដូច្នេះហើយវាក៏សន្និដ្ឋានថាអញប្រកាសជាខុសពិតមែនព្រោះអញបានសម្លាប់លោកគ្រូដោយខ្លួនអញប៉ុន្តែហេតុអ្វីបានជាអញលេបលោកគ្រូទុកទៅក្នុងពោះអញនេះមកអំពីអញការពារសត្រូវនៅភ្នំសុពណ៌កាលីក្នុងពេលដែលអញត្រឡប់ពីឧត្តង្គមកវិញប៉ុន្តែយូរបន្តិចមកទៀតអាធន់គិតឃើញច្បាស់ថាសេចក្តីអន្តរាយដែលកើតឡើងទាំងអំបាលមាននេះបណ្ដាលមកពីព្រះរាជបុត្រីបើសិនជាស្ដេចកុំត្រាស់បង្គាប់ឲ្យគេនិមន្តលោកគ្រូអញទៅពុំមានគ្រោះថ្នាក់ដល់មរណៈដូចនេះឡើយហេតុដែលបណ្ដាលឲ្យលោកគ្រូអញដល់មរណៈដោយសារតែព្រះរាជបុត្រីដូច្នេះព្រះរាជបុត្រីត្រូវតែមានទោសគិតហើយអាធន់ក៏ចងគំនុំអាឃាតគុំគួនប្រុងសងសឹកនឹងព្រះរាជបុត្រីឲ្យដល់នៅសេចក្តីមរណៈហើយអាធន់ក៏វាចុះពីលើគោកនោះទៅក្នុងទឹកទន្លេមេគង្គគួរឲ្យស្ដាយវត្តសម្បូរណាស់អស់បានឃើញអាធន់ទៀតហើយមុននឹងហែលទៅដល់ឧត្តង្គអាធន់ហែលសន្សឹមជាយូរថ្ងៃនៅក្នុងទន្លេមេគង្គដល់ឧត្តង្គទើបវាឈប់សម្រាកកាយបងអង្គមើលឱកាសល្អដើម្បីសងសឹកនឹងបុត្រីក្នុងរឿងនេះគេមិនបានរាយរាប់អំពីកំណត់ប៉ុន្មានថ្ងៃខែឆ្នាំដែលក្រពើរងចាំមានឱកាសល្អនឹងសងសឹកឡើយគេគ្រាន់តែនិយាយថាមានថ្ងៃមួយវេលាដែលបុត្រីនោះបានជាសះស្បើយលហើយស្រួលព្រះអង្គហើយព្រះនាងចុះមកក្រសាលទឹកទន្លេជាមួយនឹងបរិពារព្រះនាងវេលាដែលព្រះនាងកំពុងកញ្ជ្រោកបោកបាចលេងសប្បាយសើចក្អាកក្អាយជាមួយនឹងពួកបរិពារនៅក្នុងទឹកស្រាប់តែក្រពើអាធន់មកត្របាក់យកព្រះនាងទៅបាត់ទៅនិយាយពីព្រះមហាក្សត្រកាលបើទ្រង់ជ្រាបថាក្រពើបានត្របាក់លេបព្រះរាជបុត្រីហើយក៏ទ្រង់ព្រះកន្សែងខ្សឹកខ្សួលអួលអាក់ជាខ្លាំងពន់ពេកទ្រង់ត្រាស់បង្គាប់ឲ្យគេរៀបចំទូកទៅតាមប្រហារជីវិតសត្វក្រពើនោះដើម្បីឲ្យយល់ច្បាស់រឿងនេះយើងគប្បីសន្តានថានៅក្នុងសម័យនោះប្រទេសកម្ពុជាលិចទឹកពាក់កណ្ដាលកន្លែងមួយចំនួនធំឥឡូវនេះដូចជានៅខេត្តកំពង់ចាមខេត្តក្រចេះលិចទឹករហាចរហឹមទាំងអស់ហេតុដូច្នេះបានជាមានសត្វទឹកច្រើនមហិមាដើម្បីនឹងទៅប្រហារជីវិតអាធន់នោះគេត្រូវរៀបចំសំពៅរៀបទូកក្តារច្រវាចែវជាច្រើននៅទីបំផុតព្រះរាជាទ្រង់បញ្ជាឲ្យហោរាគុណគូមើលឲ្យដឹងថាក្រពើនោះនៅទីកន្លែងត្រង់ណាហើយរកឧបាយចាប់ឲ្យទាល់តែបានហោរាបានធ្វើកន្ទោងស្លឹកចេកមួយបញ្ចុះយន្តអាគមគាថាក្នុងកន្ទោងនោះហើយអណ្ដែតទៅលើទឹកកន្ទោងនោះក៏ចេះតែអណ្ដែតទៅតាមដានអាធន់
មុនដំបូងកន្ទោងអណ្ដែតចេញពីឧដុង្គតម្រង់ទៅស្រុកសម្បូរហើយទៅសំចតក្នុងព្រែកមួយខណៈដែលកន្ទោងសំចតនៅត្រង់ណាគេដឹងថាកន្លែងនោះជាកន្លែងដែលអាធន់លាក់ខ្លួនពួនអាត្មារបស់វាលុះព្រះមហាក្សត្រទ្រង់បានជ្រាបលំនៅរបស់អាធន់ហើយក៏ទ្រង់ចាត់ឲ្យរៀបចំព្រួលនៅក្នុងទឹកដើម្បីនឹងខាំងពាត់អាធន់កុំឲ្យហែលរួចទៅក្នុងទន្លេធំប៉ុន្តែចាត់ការពុំរហ័សទាន់ពេលវេលាអាធន់ក៏ហែលរត់ពីកន្លែងនោះទៅព្រែកដែលបានពោលមកនោះមានឈ្មោះថាព្រែកចាធ្នល់ដែលមាននៅដល់សពថ្ងៃនេះក្រោយពេលដែលវាបានហែលបត់ចូលទៅក្រោយពេលដែលវាបានហែលបត់ចុះបត់ឡើងគ្រប់កន្លែងវាទៅដល់ស្រុកខោនហើយវាសំចតនៅទីនោះ 2-3 ថ្ងៃទើបវាហែលចុះមកវិញឯកន្ទោងក៏ចេះតែអណ្ដែតតាមវាជារៀងដរាបមានទាំងនាវា 2-3 តាមកន្ទោងនោះផងនៅទីបំផុតកន្ទោងនោះក៏ចុះមកដល់ស្រុកឆ្លងអណ្ដែតចូលទៅក្នុងព្រែកឆ្លងសម័យនោះក្នុងពោះព្រែកមានច្រើនតែភក់និងល្បាប់មាត់ព្រែកមានត្រឹមតែកំពតឈើអ្នកស្រុកសង់ផ្ទះតូចនៅតាមមាត់ព្រែកនោះក្នុងចន្លោះជលជាតិនិងកំពតព្រៃឈើទាំងនោះកាលដែលអាធន់វាបានទៅដល់កំពតព្រៃទាំងនោះវាសង្ឃឹមថាវាបានរួចពីគ្រោះថ្នាក់ធំហើយវាសំចតនៅទីនោះកំពតព្រៃទាំងនោះអាចបង្ខាំងមិនឲ្យទូកក្តារនានាចូលបានប៉ុន្តែកន្លែងនោះដែលអាធន់អាចកើតអន្តរាយជាទម្ងន់រហូតដល់ស្លាប់និយាយអំពីបណ្ដាជនដែលដេញតាមអាធន់កាលបើដឹងថាវាសំណាក់អាស្រ័យនៅទីនោះហើយគេក៏នាំគ្នាបញ្ជន់មេមាត់ដែលជារូបសំណឹងតាអ្នកតាចាស់ស្រុកនៅទីនោះតណ្ដឹងសួរបន់ស្រន់ឲ្យជួយចាប់អាធន់យកមកប្រហារជីវិតឲ្យបានបើបានដូចសេចក្តីប្រាថ្នាគេនឹងថ្វាយស្បែកក្រពើដល់មេមត់នោះពេលនោះអាធន់សំចតនៅកន្លែងមួយដែលហៅតាមសពថ្ងៃមកថារូងឯពួកអ្នកដេញតាមអាធន់លុះបានឱកាសល្អក៏មុជក្នុងទឹកចាប់ចងស្រាក់វាទីដែលធ្វើការងារនោះនៅឃើញមានស្នាមដដែលរហូតដល់សពថ្ងៃនេះដោយអាធន់មានទម្ងន់ច្រើនហាបពេកទើបគេយកខ្សែចងដងក្លឹងយឹតយោងធ្ពក់ខ្លួនវាឡើងមកសម្លាប់លុះសម្លាប់អាធន់បានហើយគេយកស្បែកវាទៅថ្វាយមេមត់ដែលបានបន់ពីមុនមកកន្លែងដែលគេទុកដុំសាច់ក្រពើនោះជាប់ឈ្មោះថានាងក្រពើតមកប៉ុន្តែដោយដីនៅកន្លែងនោះមានរាងដូចជាសត្វលាគេត្រឡប់ហៅថាខ្នងក្រពើវិញដែលជាកន្លែងចំការកៅស៊ូនៅមេមត់សពថ្ងៃនេះឈៀងខាងកើតបន្តិចមកខាងស្នួលមានកន្លែងមួយឈ្មោះថាវាលហាលងៀតព្រោះជាកន្លែងដែលគេពន្លះសាច់អាធន់ប្រឡាក់អំបិលហាលថ្ងៃចំណែកព្រះសពព្រះរាជបុត្រត្រីដែលរកឃើញក្នុងពោះអាធន់នោះព្រះរាជាចាត់ការបូជាភ្លើងនៅក្នុងស្រុកសម្បូរហើយទ្រង់បញ្ចុះព្រះធាតុក្នុងចេតិយមួយនៅវត្តសម្បូរនោះឯងចប់រឿងក្រពើឈ្មោះអាធន់នៅស្រុកសម្បូរខេត្តក្រចេះតែត្រឹមនេះរឿងទី4រឿងភ្នំសុពណ៌កាលីនៅខេត្តក្រចេះបើយើងធ្វើដំណើរពីភ្នំពេញទៅតាមផ្លូវទន្លេធំដោយទូកឬកប៉ាល់ទៅដល់ភ្នំដីច្រាលហើយបត់ទៅដល់ផែក្រូចឆ្មាខេត្តកំពង់ចាមក្រឡេកចោលភ្នែកទៅទិសឦសានក្នុងស្រុកព្រះប្រសពខេត្តក្រចេះត្រើយខាងជើងត្រង់ឃុំចំបក់យើងឃើញភ្នំមួយខ្ពស់ទទង់នៅក្បែរមាត់ទន្លេ
នោះឈ្មោះភ្នំសុពណ៌កាលីជាភ្នំស័ក្តិសិទ្ធិណាស់ភ្នំនេះមានរឿងព្រេងមួយដំណាលដូចតទៅនេះកាលពីព្រេងនាយមានក្រពើមួយឈ្មោះសុពណ៌កាលីខ្លួនធំមហិមាមានឫទ្ធានុភាពខ្លាំងពូកែអស្ចារ្យណាស់ឥតក្រពើណាប្រឡងឫទ្ធិបានឡើយអាស្រ័យនៅក្នុងអន្លង់មួយក្នុងអន្លង់សាលីដែលសពថ្ងៃអ្នកភូមិហៅអន្លង់សាលីក្នុងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមនៅក្រោមភ្នំសុពណ៌កាលីមានចម្ងាយ20គីឡូម៉ែត្រក្នុងសម័យមួយគ្នានោះនៅឃុំមហាលៀបស្រុកកោះសូទិនក្នុងខេត្តកំពង់ចាមមានក្រពើមួយឈ្មោះនាងឱរ៉ៃនៅអាស្រ័យក្នុងទន្លេតូចត្រង់កំពង់វត្តមហាលៀបជាក្រពើរបស់លោកសង្ឃចិញ្ចឹមពេលលោកនិមន្តទៅបិណ្ឌបាតក្រពើនោះតែងតែបញ្ជិះចម្លងលោកទៅដល់លោកនិមន្តត្រឡប់មកវិញក្រពើនោះក៏បានចម្លងលោកមកជាធម្មតាក្រពើនោះមានមាត់ធំណាស់ក្បាល7ហត្ថតំណែងខ្លួនជាមនុស្សក៏បានកាលវាតំណែងខ្លួនជាមនុស្សបានឮពាក្យមនុស្សច្រើននិយាយគ្នាថាក្រពើឈ្មោះនាងឱរ៉ៃធំអ្វីប៉ុណ្ណឹងក្រពើឈ្មោះសុពណ៌កាលីនៅអន្លង់សាលីធំជាងនេះទៅទៀតក្រពើនាងឱរ៉ៃបានឮមនុស្សនិយាយដូច្នេះក៏និមិត្តជាក្រពើហែលទៅតាមទន្លេតូចមានចម្ងាយច្រើនគីឡូម៉ែត្រសំដៅទៅរកក្រពើសុពណ៌កាលីដោយប្រាថ្នានឹងប្រឡងឫទ្ធិគ្នាលុះចេញទៅដល់មាត់ពាមផ្កាយម្រេចក៏ប្រទះនឹងតាចាស់យាយចាស់កំពុងតែចែវទូកឆ្លងទន្លេធំក្រពើនាងឱរ៉ៃគិតថាបើខ្លួនអញជាក្រពើនឹងសុំដោយសារតាយាយនេះពុំបានទេព្រោះគាត់ខ្លាចដូច្នេះអញគួរនិមិត្តខ្លួនជាលោកនេនទើបសុំដោយសារយាយតាទៅបានគិតដូច្នេះហើយក៏និមិត្តខ្លួនធ្វើជាលោកនេនដោយសុំដោយសារទៅជាមួយនឹងតាយាយបានដូចបំណងនាងឱរ៉ៃលោកសង្ឃនេននេះមិនឲ្យតាយាយចែវទូកទេបង្គាប់តាថាសូមលោកតាអង្គុយកាន់ជើងចែវនៅខាងក្បាលទូកទប់ខ្លួនឲ្យនឹងចុះថាដូច្នេះហើយលោកនេនក្រពើក៏ចែវទូកលឿនបន្តិចម្ដងយូរទៅរឹតតែលឿនឡើងដោយអំណាចនាងឱរ៉ៃនិមិត្តយកបន្ទុយជួយកាយទឹកផ្សំផងចំនួនកន្លះថ្ងៃទើបទៅដល់កន្លែងក្រពើសុពណ៌កាលីនាងឱរ៉ៃលោកនេនសួរតានោះថាតាឡើងទៅត្រើយខាងណាតាយាយឆ្លើយប្រាប់ទៅវិញថាតាឡើងទៅត្រើយខាងស្ដនេះបានហើយលុះចូលទូកទៅដល់កំពង់នាងឱរ៉ៃលោកនេនជួយអូសទូកតាឡើងឲ្យផុតពីទឹកតាថាដាក់ទូកត្រង់នឹងបានហើយនាងឱរ៉ៃលោកនេនថាពុំបានទេតាថាហើយក៏អូសទូកនោះឡើងដាក់ដល់លើចិញ្ចើមច្រាំងចងក្រៀកច្រវាជាប់នឹងបង្គោលព្រោះនាងឱរ៉ៃគិតថានៅពេលប្រយុទ្ធប្រឡងឫទ្ធិគ្នារលកខ្លាំងណាស់ទឹកនឹងពោតដល់ចិញ្ចើមច្រាំងបើប្រហែសមិនអាចចងឲ្យជាប់មុខជាអណ្ដែតទូកនោះទៅបាត់គិតដូច្នេះហើយក៏សម្ដែងឫទ្ធិកាឡាខ្លួនជាក្រពើលោតចុះទៅក្នុងទឹកហែលសំដៅទៅរកក្រពើសុពណ៌កាលីបានជួបហើយក៏ប្រខំគ្នាដោយឫទ្ធិអំណាចអស្ចារ្យបញ្ឈរខ្លួនត្រង់ផុតពីទឹកផ្អើលអស់មនុស្សម្នាមកមើលត្រៀបត្រារលកបោកហួសចិញ្ចើមច្រាំង
លុះប្រខំគ្នាយូរទៅក្រពើនាងអរ័យមានរិទ្ធជាងខំត្រូវក្រពើសុពណ៌កាលីក្រពើសុពណ៌កាលីក៏ធ្លាយពោះស្លាប់មួយរំពេចកើតទៅជាភ្នំមួយហៅថាភ្នំសុពណ៌កាលីតាមឈ្មោះក្រពើនោះដរាបមកដល់សពថ្ងៃនេះភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាចង់ទៅរៀនមន្តវិជ្ជានៅឯភ្នំនោះកំពុងអង្គុយស្វាធ្យាយតែងមានបិសាចមកលបងធ្វើជាដុំមាសប៉ុនដងទុំឬស្រីក្រមុំមកពិតអែបស្មាសងខាងបើអ្នករៀនវិជ្ជានោះភ្លាត់ចំណាប់ចង់បានរបស់ទាំងនោះមុខជាវាយបំបាក់កស្លាប់ជាពុំខានកាលបើមានជ័យជំនះហើយក្រពើនាងអរ័យនោះក៏ត្រឡប់ទៅលំនៅឋានវិញលុះយូរទៅបន្តិចក្រពើនោះកំពុងតែបញ្ជិះលោកឆ្លងទឹកស្រាប់តែប្រទះនឹងកពើបច្ចាមិត្តដតីទៀតមកបៀតបៀននាងអរ័យគិតថាឥឡូវនេះនឹងទុកលោកនេននៅកន្លែងណារកកន្លែងនឹងដាក់គ្មាននាងអរ័យក៏លេបលោកនេននោះចូលទៅក្នុងពោះហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្តក្រពើបច្ចាមិត្តចាញ់ក្រពើនាងអរ័យហើយក៏គេចខ្លួនបាត់ទៅនោះរួចកិច្ចប្រយុទ្ធហើយនាងអរ័យក៏ខ្ជាក់លោកនេនចេញពីពោះតាមមាត់របស់ខ្លួនវិញឃើញលោកនេននោះសុគតទៅហើយក៏កើតមានសេចក្តីស្ដោកស្ដាយជាក្រៃពេកនៅឱកាសដែលពួកមហាជនកំពុងធ្វើបុណ្យឈាបនកិច្ចរំលាយព្រះសពលោកនេននោះក្រពើនាងអរ័យក៏វាឡើងទៅដេកលើភ្នក់ភ្លើងដែលកំពុងឆេះពេញអំណាចដៃជោធាតក៏ឆេះក្រពើនាងអរ័យនោះស្លាប់បាត់បង់ជីវិតទៅជាមួយដែរចប់រឿងភ្នំសុពណ៌កាលីនៅខេត្តក្រចេះតែត្រឹមនេះរឿងទី5រឿងព្រេងភ្នំយ៉ាតនៅខេត្តប៉ៃលិនមុននឹងចូលដល់រឿងព្រេងយើងសូមណែនាំមិត្តអ្នកអានឲ្យស្គាល់ភូមិភាគបប៉ៃលិនបន្តិចសិនព្រោះជាភូមិភាគស្ថិតនៅឆ្ងាយពីរាជធានីហើយដែលទំនៀមទម្លាប់នោះប្លែកជាងគេណាស់ដើមឡើយនៅស្រុកប៉ៃលិនសុទ្ធសឹងតែជនជាតិកូឡាទាំងអស់មករស់នៅដោយសារការប្រាថ្នាមកជីកយកត្បូងដែលកប់នៅក្នុងដីត្រង់ជ្រលងភ្នំភូមិភាគនោះតាមប្រវត្តិពងសាវតានៃស្រុកប៉ៃលិនថាពួកកូឡាទាំងនេះចាប់ផ្ដើមមកប្រតិស្ថានក៏ជាភូមិស្រុកនៅតំបន់នេះតាំងពីគ្រិស្តសករាជ1876មកប៉ុន្តែដំបូងនោះពួកកូឡាទាំងនោះគ្មានបង់ពន្ធដារចុះចូលក្នុងរាជការទេព្រោះពិតមែនតែដីត្រង់នេះជាដីខ្មែរតែកាលនោះនៅក្នុងអំណាចសៀមនៅឡើយក៏រាជការសៀមពុំបានចាប់ផ្លឹកនឹងពួកជនជាតិនេះដែរលុះត្រាតែមកដល់គ្រិស្តសករាជ1881ដោយសារពួកនេះឆ្លោះទាស់ទែងគ្នាទើបនាំឲ្យលេចជារឿងនេះដល់រាជការសៀមនៅខេត្តច័ន្ទបុរីច័ន្ទបុរៈរាជការសៀមក៏ចាត់ឲ្យមេភាស៊ីហូតពន្ធលើអ្នកជីកត្បូងទាំងនោះមេភាស៊ីកាលនោះមានឈ្មោះថាម៉ុងខុនទីដែលជាមេក្រុមពួកកូឡាដែលធ្វើដំណើរស្វែងមករកទីកន្លែងនោះដើមហេតុគឺម៉ុងខុនទីបាននាំត្បូងយកទៅលក់ដល់ក្រុងបាងកកហើយបានតាក់ទងនឹងកុងស៊ុលអង់គ្លេសសុំឲ្យកុងស៊ុលនោះនាំខ្លួនទៅគល់ព្រះចៅក្រុងសៀមទើបតែងតាំងខ្លួនធ្វើជាមេភាស៊ីហូតពន្ធហើយជាមេក្រុមនៃពួកកូឡាទាំងអស់ផងដោយតាំងងារជាលួងមនីយុទ្ធនាគឺលួងមនីនេះហើយដែលបានកសាងវត្តអារាមជាច្រើននៅកន្លែងនោះក្នុងតំបន់ខេត្តប៉ៃលិនរហូតមកដល់គ្រិស្តសករាជ1904ដែលរាជការសៀមត្រូវប្រគល់ទឹកដីខេត្ត
បាត់ដំបងដែលឥឡូវជាខេត្តបៃលិននេះមានមលូព្រៃស្ទឹងត្រែងថ្វាយមកព្រះចៅក្រុងខ្មែរព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិវិញនោះដែនដីបៃលិនគឺត្រូវបានរាជការបារាំងកាន់កាប់ដោយតាំងប្រតិភូនៃរេស្តង់ប្រចាំខេត្តបាត់ដំបងហើយឲ្យប្រតិភូនោះមើលការខុសត្រូវកាន់កាប់ភូតពន្ធដារក្នុងការប្រកបអាជីវកម្មយកត្បូងនេះមិនតែប៉ុណ្ណោះគេក៏រៀបចំថ្នល់មកកាន់ទីប្រជុំជនបាត់ដំបងដែលជាថ្នល់មាននៅសពថ្ងៃនេះប៉ុន្តែកាលនោះគេគ្រាន់តែយកពន្ធដារពុំបានគិតកសាងអ្វីៗជាឧបត្ថម្ភប្រយោជន៍ដល់អ្នកស្រុកភូមិភាគនោះទេរហូតមកដល់សម័យសង្គមរាស្ត្រនិយមទើបទីប្រជុំជនបៃលិនបានផ្លាស់រូបរាងយ៉ាងឆាប់រហ័សនរណាខានទៅតែ2-3ឆ្នាំលុះរៀងបន្តមកស្ទើរតែមើលពុំស្គាល់គេឃើញគ្រឹះស្ថានរាជការស្អាតសង់អំពីបាយអមានសាលារៀនមន្ទីរឃោសនាការផ្សាយក៏សុទ្ធតែធ្វើពីបាយអយ៉ាងល្អដែរផ្ទះអ្នកផ្សារក៏រៀបរយគួរជាទីសមរម្យដូចជាទីប្រជុំជនធំដែរអាស្រ័យដោយការរៀបចំស្អាតស្អំនេះនាំឲ្យមានទេសចរចេញចូលទៅទស្សនាលំហែកាយនៅទីនោះរឹតតែច្រើនឡើងដូច្នេះការចង់ដឹងចង់ឮពីប្រវត្តិសាស្ត្រពងសាវតានៃភូមិភាគនេះក៏រឹតតែច្រើនឡើងដែរសេចក្តីពណ៌នារបស់យើងទាំងប៉ុន្មាននេះក៏គ្រាន់តែជាការឆ្លើយតបនឹងសេចក្តីត្រូវការទាំងនោះឯងប៉ុន្តែជាធម្មតានៅស្រុកខ្មែរយើងតែកាលណាពោលពីប្រវត្តិត្រង់ណាមួយពិតជាកើតរឿងព្រេងផ្សំជាមួយនឹងការពិតមិនខានបើទីនោះមានដើមកំណើតធ្លាយរឿងព្រេងនោះក៏បែកធ្លាយសឹងតែរកជឿមិនកើតឯទីណាទើបនឹងកើតថ្មីរឿងព្រេងថ្មីក៏លាយឡំការពិតចូលទៅក្នុងរឿងនោះជាច្រើនដូចជាភូមិភាគបៃលិនជាអាចដោយសារតែបៃលិនទើបតែមានឈ្មោះមានសំឡេងក្នុងរវាងគ្រិស្តសករាជ1881ប៉ុណ្ណោះរឿងព្រេងនៅតំបន់នោះក៏ស្រដៀងនឹងរឿងព្រេងមែនទែនគ្រាន់តែមានលាយឡំព្រះឥន្ទទេវតាខ្មោចអារក្សអ្នកតាចូលច្របល់គ្នាមួយចំនួនផងប៉ុណ្ណោះយើងលើកយករឿងព្រេងភ្នំយ៉ាតមកអធិប្បាយដូចមានតទៅកាលនោះមានប្តីប្រពន្ធ2នាក់មានឈ្មោះយ៉ាតដូចគ្នាប្តីក៏ឈ្មោះយ៉ាតប្រពន្ធក៏ឈ្មោះយ៉ាតរស់នៅប្រកបរបរជីកត្បូងក្នុងស្រុកបៃលិននោះលុះចាស់ជរាទៅគាត់ពុំអាចធ្វើការធ្ងន់ធ្ងរដូចសពមួយដងបានគាត់ក៏ទៅធ្វើធរនៅលើភ្នំមួយដែលយើងហៅថាភ្នំយ៉ាតសពថ្ងៃនេះទាំង2នាក់ប្តីប្រពន្ធអ្នកផងក៏នាំគ្នាសន្មតយកឈ្មោះគាត់ធ្វើជាឈ្មោះភ្នំនេះឡើងព្រោះការសន្មតនេះគេពុំអាចនឹកនារកងៃយ៉ាងណាទេគ្រាន់តែឲ្យស្រួលហៅស្រួលសម្គាល់តែប៉ុណ្ណោះវត្តនៅបៃលិនមានកំពូលភ្នំខ្ពស់ឡើងជាច្រើនកន្លែងដូច្នេះបើទីណាមានភាពសម្គាល់ដូចម្ដេចគេក៏នាំគ្នាសន្មតយកតាមភិនភាគនោះធ្វើជាឈ្មោះឡើងនៅពេលនោះអ្នកស្រុកបៃលិនដែលធ្លាប់យកត្បូងទៅលក់ឯស្រុកសៀមញឹកញាប់គេក៏ធូរធារប្រកាសផងដែរគេទិញកាំភ្លើងដៃកាំភ្លើងវែងខ្លះសម្រាប់យកមកការពារសម្បត្តិទ្រព្យនិងភូមិឋានរបស់គេនៅក្នុងពេលអបសុកអ្នកទាំងនោះតែងយកកាំភ្លើងទៅបរបាញ់សត្វលេងពេញតែព្រៃដោយស្រុកនោះសម្បូរព្រៃស្ដុកណាស់ការបរបាញ់សត្វនេះនាំឲ្យផ្អើលដល់ពួកអារក្សអ្នកតាព្រៃភ្នំនៅក្នុងព្រៃនោះមានថ្ងៃមួយអ្នកតាមួយដ៏មានឫទ្ធិជាងគេបានតំណែងខ្លួនមកជួបជាមួយតាយ៉ាតនិងយាយយ៉ាតដើម្បីផ្ដាំផ្ញើឲ្យនិយាយនឹងពួកអ្នកប្រមាញ់ទាំងនោះថា
កុំឲ្យដើរបបាញ់ទៀតនាំឲ្យពួកអ្នកតាទាំងអស់ភ័យរត់ខ្ចាត់ខ្ចាយកូនចៅវង្វេងវង្វាន់គ្នាអស់ហើយដូច្នេះសូមឲ្យលែងបាញ់ចុះយើងនឹងជួយពួកនេះឲ្យរកឃើញត្បូងថ្មយ៉ាងល្អក្រៃលែងថ្លៃឲ្យបានធ្វើជាអ្នកមានច្រើនគ្នាឡើងប៉ុន្តែបើអ្នកណាមានហើយត្រូវនាំយកទៅសាងវត្តមួយនៅលើទីទួលកន្លែងភ្នំនេះមិនតែប៉ុណ្ណោះត្រូវលេងភ្លេងរាំក្ងោករៀងរាល់ថ្ងៃសិលផងផ្ដាំរួចហើយអ្នកតាក៏អន្តរធានបាត់ទៅវិញភ្លាមទៅឯយាយយ៉ាតនិងតាយ៉ាតក៏នាំរឿងនេះទៅផ្សព្វផ្សាយប្រាប់ពួកអ្នកស្រុកទាំងអស់ឲ្យបានដឹងគ្រប់គ្នាអ្នកស្រុកក៏ព្រមគោរពតាមបំណងអ្នកតានោះរហូតមកនេះជារឿងមួយដែលមានតាក់ទងទៅនឹងភ្នំយ៉ាតឯរឿងមួយទៀតដែលតាក់ទងទៅនឹងឈ្មោះបៃលិននោះមានដោយឡែកផ្សេងទៅទៀតអ្នកតាមអ្នកស្រុកឲ្យការថាពាក្យបៃលិននេះคล้ายមកពីភេលេងព្រោះគេមានរឿងនិទានដើមបញ្ជាក់ផងថាកាលនោះមានអ្នកប្រមាញ់ម្នាក់ដេញតាមសត្វព្រៃចេះតែឆ្ងាយទៅរហូតទៅដល់ភូមិភាគបៃលិនសពថ្ងៃដែលគ្រានោះនៅជាព្រៃស្រោងមានវាលចន្លោះខ្លះតែត្រង់ប្រឡាយទឹកដែលគេហៅថាអូមានអូទុងជាដើមក្បែរមាត់អូនេះអ្នកប្រមាញ់បានប្រទះឃើញសត្វភេកំពុងហែលទឹកលុះឃើញមនុស្សមកដល់ភេក៏រត់បាត់អស់ទៅអ្នកប្រមាញ់ចូលទៅមើលត្រង់កន្លែងភេប្រឡែងគ្នានោះក៏ឃើញដុំថ្មតូចមានពន្លឺផ្លេកក៏នាំគ្នារើសយកមកម្នាក់មួយដុំទុកយកទៅបង្ហាញញាតិមិត្តឯស្រុកខ្លួនលុះទៅដល់ស្រុកមានអ្នកស្រុកនោះតាមនិយាយថាពួកកូឡាមករស់នៅក្នុងខេត្តច័ន្ទប៊ុនស្រុកសៀមស្គាល់ថាថ្មនេះមានតម្លៃគេក៏យកទៅវាយបំបែករួចច្នៃជាត្បូងឡើងក៏ឃើញថាមានពន្លឺមានទឹកល្អកាលបើដូច្នេះគេក៏នាំគ្នាសួរទិញពីពួកប្រមាញ់នោះទៀតពួកប្រមាញ់យល់ថាជាផ្លូវរកស៊ីមួយហើយក៏ព្យាយាមនាំគ្នាឆ្ពោះទៅយកថ្មពីកន្លែងនោះមកជាញឹកញាប់ការទៅមកញឹកញាប់នេះហើយទើបអ្នកទាំងនោះសន្មត់ឈ្មោះទីកន្លែងត្រង់នោះថាកន្លែងភេលេងយកតាមសភាពដែលគាត់ប្រទះឃើញភេជាលើកដំបូងនោះប៉ុន្តែដោយហេតុពួកទាំងនោះនៅស្រុកសៀមក៏អានពាក្យនេះคล้ายទៅជាសំឡេងសៀមបន្តិចទៅគឺភេទៅជាផែឯលេងទៅជាលេនឬលិនដូច្នេះរួមមកគេក៏ហៅថាផែលិនលុះសម័យបារាំងដែលគេកាន់កាប់តំបន់នោះគេក៏សរសេរឈ្មោះនេះជាអក្សររ៉ូម៉ាំងតាមសំឡេងតាមរូបសាស្ត្រពាក្យផងជាផៃលិនគឺ PH ជាអក្សរផ AI ជាស្រៈ A L ជាអក្សរលជាស្រៈ L ផ្សំនឹង N ជាអក្សរណចំណេរមកដើម្បីកុំឲ្យពិបាកសរសេរជាប់លែងឲ្យមានសហសញ្ញាក៏คล้ายទៅជាផៃលិនហើយតមកបារាំងអានគ្មានខ្យល់អក្សរ H គេក៏លុប H ចោលទៅនៅសល់តែបៃលិនសេចក្តីអធិប្បាយនេះមានទំនងដូចដើមពីស្រុក Monographic ជាជាងរឿងព្រេងដើម្បីជាប្រយោជន៍ដល់អ្នកស្រាវជ្រាវនៅពេលមុនទៀតប៉ុន្តែទំនងខ្លះចង់ទៅជារឿងព្រេងដែរត្បិតលាយឡំនឹងជំនឿខ្មោចអារក្សអ្នកតាលាយឡំជាមួយផងការនេះយើងសង្ឃឹមថាលោកអ្នកអានច្បាស់ជាចាំរឿងព្រេងនៅភូមិភាគនោះវែងឆ្ងាយទៅទៀតក៏សូមបញ្ជូនមកឲ្យយើងដើម្បីកែសម្រួលនៅលើកក្រោយចប់រឿងព្រេងភ្នំយ៉ាតនៅបៃលិនតែត្រឹមនេះហើយក៏ចប់និទានរឿងព្រេងខ្មែរភាគទី44
ត្រឹមនេះដែរសូមបងប្អូនរងចាំស្ដាប់ភាគទី45ដែលមានរឿងព្រេងប្លែកចម្លែកពិរោះជូនបងប្អូនជាទីសន្ដាប់បន្តទៅទៀតសូមបងប្អូនកុំភ្លេចជួយចុច like subscribe និងសញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីទៀតសូមអរគុណ